ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ពុំបាននិយាយរិះគន់អាមេរិកទេក្នុងសន្ទរកថាព្យុហយាត្រាយោធាប្រទេសអ៊ីរ៉ង់បានធ្វើព្យុហយាត្រាយោធានៅក្នុងរដ្ឋធានីតេហ៍រ៉ង់កាលពីថ្ងៃសុក្រដើម្បីរំលឹកដល់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនប្រធានាធិបតីអ៊ីរ៉ង់តែងតែរិះគន់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលក្នុងសន្ទរកថាប៉ុន្តែលើកនេះការរិះគន់មិនបានកាត់ឡើងនោះឡើយប្រធានាធិបតីលោកម៉ាស៊ូបេហ្សេស្គីអានបាននិយាយថាកងកម្លាំងអ៊ីរ៉ង់មានភាពក្លាហាននិងមិនអនុញ្ញាតឲ្យសត្រូវចូលទៅក្នុងប្រទេសបានដោយងាយៗនោះឡើយលោកបាននិយាយបន្ថែមថាលោកមានមោទនភាពដែលពេលនេះយោធារបស់ប្រទេសលោកបានធ្វើឲ្យមានវឌ្ឍនភាពក្នុងការផលិតឧបករណ៍ចាំបាច់ទាំងអស់ដោយផ្ទាល់ខ្លួនក្បួនព្យុហយាត្រាមានបង្ហាញមីស៊ីលយានដ្រូននិងរថក្រោះមន្ត្រីជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានជួបពិភាក្សាគ្នាអំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហ៍រ៉ង់កាលពីសប្តាហ៍មុនភាគីទាំងពីរបានចាត់ទុកកិច្ចប្រជុំនេះថាមានលក្ខណៈស្ថាបនាការចរចាជុំទី2ក្រុងធ្វើឡើងនៅថ្ងៃសៅរ៍នេះក្រុមអ្នកសង្កេតការណ៍បាននិយាយថាលោកប៉េសេស្គីអានប្រហែលជាបានបញ្ជាការបង្កហេតុណាមួយដល់ទីក្រុងវ៉ាស៊ីនតោននៅមុនពេលកិច្ចចរចាធ្វើឡើង